សម្រាប់វីដេអូថ្ងៃនេះផងដែរគឺខ្ញុំនឹងមកបង្ហាញបងអំពីរបៀបធ្វើសម្បកនំភីហ្សាសម្បកដែលយើងធ្វើនេះគឺវាមានសភាពទន់ល្មើយនិយាយទៅគឺចូលជាតិជាមួយនឹងគ្រឿងដែលយើងដាក់ដុតនំតែម្ដងសាច់នំរបស់យើងបើសិនជាយើងចង់ធ្វើបែបស្ដើងយើងចង់ធ្វើបែបក្រាស់និយាយទៅគឺយើងអាចលៃតាមអ្វីដែលយើងចង់បានតែម្ដងចំពោះការលាយម្សៅវិញគឺអត់មានអីពិបាកទេបងគឺស្រួលខ្លាំងមែនតើហើយគ្រឿងផ្សំក៏អត់អីពិបាករកដូចគ្នាគឺងាយស្រួលរកទិញមែនតើនៅពេលដែលយើងដឹងគ្រឿងផ្សំសម្រាប់យើងលាយម្សៅធ្វើសម្បកនំនេះសម្រាប់បងដែលនៅតាមផ្ទះក៏អាចធ្វើញ៉ាំបានដែរខ្ញុំធានាហ្មងអញ្ចឹងជាដំបូងហ្នឹងគឺយើងចាប់ផ្ដើមមកធ្វើជាមួយនឹងមេនំប៉័ងសិនអញ្ចឹងខ្ញុំមានទឹកក្តៅអ៊ុនៗចំនួន 300 ml ណាទឹកក្តៅដែលយើងអាចលូកបានណាបន្ទាប់មកគឺខ្ញុំប្រើជាមួយនឹងមេនំប៉័ងចំនួន1ស្លាបព្រាបាយបន្ទាប់មកគឺយើងដាក់ជាមួយនឹងប្រេងឆាចំនួន2ស្លាបព្រាបាយបើសិនជាបងមានប្រេងអូលីវដែលល្អចឹងហ្នឹងដាក់ប្រេងអូលីវគឺកាន់តែល្អបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងស្ករសចំនួន1ស្លាបព្រាបាយហើយយើងកូរល្បាយទាំងអស់ហ្នឹងឲ្យវាសព្វចូលគ្នាបែបហ្នឹងណាបងពេលគ្រឿងទាំងអស់ហ្នឹងសព្វហើយគឺខ្ញុំចាប់ផ្ដើមយកជាមួយនឹងថង់ដែលយើងគ្របម្ហូបថង់គ្របផ្លែឈើហ្នឹងគឺយើងយកមកគ្របវាបែបនេះយើងសកាត់វាឲ្យជិតខ្យល់គ្របថង់មួយតង់ហើយគឺខ្ញុំគ្របជាមួយនឹងកសែងហ្នឹងគឺមួយតង់ទៀតតែម្ដងទុកវាចោល15នាទីដើម្បីឲ្យឡើងមេល្អឥឡូវយើងញ៉ាំផ្ដើមលាយជាមួយនឹងម្សៅវិញម្ដងចំពោះម្សៅនំប៉័ងគឺខ្ញុំប្រើប្រភេទនេះម៉ាកហ្នឹងណាបងមានជាម្សៅមីធម្មតាគីឡូថ្លឹងគីឡូហ្នឹងក៏ប្រើបានដូចគ្នាអញ្ចឹងម្សៅហ្នឹងគឺខ្ញុំយកវាទៅរែងមួយតង់សិនម្សៅគឺខ្ញុំប្រើចំនួន500ក្រាមម្សៅ500ក្រាមហ្នឹងគឺយើងរែងបែបនេះទៅដើម្បីឲ្យវាម៉ត់ល្អបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងអំបិលម៉ត់របស់យើងហ្នឹងមកចុងស្លាបព្រាបាយម្សៅហើយនឹងអំបិលហ្នឹងគឺខ្ញុំកូរវារៀងចូលគ្នាបន្ទាប់មកគឺខ្ញុំទៅមើលជាមួយនឹងមេនំប៉័ងដែលយើងបានលាយមុនហ្នឹងណាអញ្ចឹងមេនំប៉័ងហ្នឹងបើសិនជាបងបើកមកអត់ឃើញឡើងពពុះបែបនេះទេស្មើនឹងមេរបស់យើងគឺងាប់ណាអញ្ចឹងបើសិនជាយើងលាយហើយអត់ឃើញឡើងពពុះបែបនេះចាក់ចោលបងអត់អាចយកមកធ្វើបានទេនំយើងអត់ឡើងទេអញ្ចឹងបើសិនជាឃើញឡើងពពុះប៉ាន់ខ្ញុំអីហ្នឹងគឺយកមកលាយជាមួយនឹងម្សៅរបស់យើងបានហើយអញ្ចឹងម្សៅហ្នឹងនៅពេលដែលលាយមួយទឹកគឺខ្ញុំចាក់ម្ដងបន្តិចហើយកូរម្សៅចាក់ម្ដងបន្តិចហើយកូរម្សៅរហូតតតែយើងចាក់អស់ជាមួយនឹងទឹកមេនំប៉័ងហ្នឹងណាចឹងយើងចាក់កូរម្ដងបន្តិចបែបនេះដើម្បីឲ្យម្សៅរបស់យើងវាសព្វចូលជាមួយនឹងគ្រឿងមេនំប៉័ងហ្នឹងតែម្ដងយើងអាចចាក់ម្ដងទាំងអស់បានទេបងបើយើងចាក់ម្ដងទាំងអស់វាស្អិតណាអញ្ចឹងទៅយើងពិបាកក្នុងការកាច់ម្សៅហ្នឹងបើយើងលាយម្ដងបន្តិចចេះទៅគឺយើងស្រួលណាវាអត់ស្អិតដៃទេបងវាស្រួលកាច់ម្សៅហ្នឹងហ្មងដល់ពេលលាយឲ្យអស់ហើយហ្នឹងបងលាងសម្អាតដៃឲ្យស្អាតហើយមកកាច់ម្សៅបែបនេះកាច់រហូតតតែវាល្មូល smooth ចូលគ្នាសិនអញ្ចឹងណាយើងយកវាទៅកាច់នៅលើកម្រាលយើងបែបនេះក៏បានឬក៏បងជូតក្រោយស្អាតហើយកាច់នៅលើក្រោយក៏បានដែរសំខាន់ជាងគេយើងសម្អាតឲ្យស្អាតសិនអញ្ចឹងណាព្រោះរយៈពេលនៃការកាច់ម្សៅហ្នឹងគឺខ្ញុំអត់បានកំណត់ទេបងគឺខ្ញុំកាច់រហូតតតែវាម៉ត់ smooth ចូលគ្នាយទៅគឺម្សៅរបស់យើងគឺល្មូលចូលគ្នាហ្មងណាអញ្ចឹងយើងកាច់មើលទៅប៉ុន្តែយើងត្រូវប្រើកម្លាំងដែរបងយើងកាច់ម្សៅដោយដៃអញ្ចឹងគឺវារៀងយូរជាងម៉ាស៊ីនអញ្ចឹងណាយើងត្រូវប្រើកម្លាំងចឹងតែកាច់យូរទៅវានឹងស្មត់ល្មូតចូលគ្នាបងចឹងយើងកាច់មួយម៉ត់និយាយទៅមកប៉ុណ្ណឹងណាយើងអាចលុញម្សៅនឹងឲ្យចូលខ្ជិបវាឲ្យជិតហើយយើងកាត់វាជាកង់ដើម្បីយើងម្លែកវាធ្វើនំមួយចឹងជាបងចង់ថ្លឹងក៏បានមិនថ្លឹងក៏បានស្មានមើលតាមហ្នឹងចឹងណាទំហំប៉ុណ្ណាចឹងណាតែខ្ញុំធ្វើនេះខ្ញុំដាក់មួយដៃបែបនេះនំមួយចឹងណាយើងកាត់ហើយយើងខ្ជិបវាហើយយើងលុញវាដើម្បីឲ្យវាឡើងមូលម៉ត់ចូលគ្នាមកតង់ចេះទៀតយើងយកវាទៅផ្អាប់ទុកចឹងថាដែលខ្ញុំបានផ្អាប់ទុកហ្នឹងគឺខ្ញុំចាក់ជាមួយនឹងប្រេងឆានិងបាតថាហ្នឹងសិនណាហើយយើងសម្ដាក់នំរបស់យើងចូលសៅហ្នឹងគឺយើងបន្ទាប់ពីយើងខ្ជិបហើយហ្នឹងគឺយើងយកវាទៅដាក់ក្នុងបាតដៃរបស់យើងយើងលុញវាទៅយូរទៅវាល្មូលចូលគ្នាឲ្យបងអញ្ចឹងមុននឹងយើងលុញយើងខ្ជិបវាអញ្ចឹងសិនតបមកគឺយើងលុញវាឲ្យល្មូលបែបហ្នឹងលុញរហូតដល់តែវាបិទចិត្តមុខបានន័យថាវាមូលតាល់ហ្មងអញ្ចឹងយើងយកទៅដាក់ក្នុងថាសដែលមានខ្លាញ់តិចហ្នឹងដើម្បីកុំឲ្យវាស្អិតជាប់គ្នានៅពេលដែលវាឡើងណានៅពេលដែលយើងដាក់ម្សៅនៅលើថាសហ្នឹងណាយើងត្រូវលាបប្រេងឆាពីលើបន្តិចទៀតដើម្បីកុំឲ្យម្សៅរបស់យើងនៅពេលដែលឡើងវាស្ងួតនំ3ហ្នឹងគឺខ្ញុំដាក់ក្នុងថាសមូលបែបហ្នឹងដើម្បីឲ្យពេលវាឡើងទៅគឺវាអត់ស្អិតគៀនកែមគ្នាឯងបើយើងដាក់ថាសទូចគៀនគ្នាវាអាចស្អិតជាប់គ្នាអញ្ចឹងណាចឹងម្សៅហ្នឹងលុញដាក់ក្នុងថាសបែបហ្នឹងហើយខ្ញុំបិទវាជាមួយនឹងថង់ក្រុមហូបរបស់យើងនឹងបិទឲ្យជិតបែបនេះយើងយកទៅទុកចោលរយៈពេល2ម៉ោងឬក៏4ម៉ោងបងដាក់ក្នុងទូទឹកកកយើងអាចទុក4ម៉ោងម្សៅនឹងវាឡើងល្អអញ្ចឹងបើយើងធ្វើក្រៅម្សៅនឹង2ទៅ3ម៉ោងគឺវាឡើងបានប៉ុណ្នេះហើយបន្ទាប់ពីយើងគ្របម្សៅផ្អាប់រយៈពេល2ម៉ោងកន្លះបងខ្ញុំដាក់2ម៉ោងកន្លះ
ចឹង2ម៉ោងកន្លះហ្នឹងគឺវាឡើងប៉ុណ្ណឹងឡើងល្អខ្លាំងមែនតើម្សៅរបស់យើងណាចឹងយើងយកវាទៅធ្វើសំបកនំភីសាហ្មងថាដែលខ្ញុំដុតនំភីសាមុននឹងខ្ញុំដាក់ម្សៅដែលខ្ញុំបានលាយនឹងចូលគឺខ្ញុំលាបជាមួយនឹងប្រេងឆាបន្តិចយើងបេះម្សៅរបស់យើងចេញពីថាសមកគឺយើងលមូវាបែបនេះយើងលុញវាបន្តិចបែបនេះបងមើលតាមនឹងអញ្ចឹងណាបើឲ្យខ្ញុំនិយាយថាបញ្យល់ទៅតាមការនិយាយរៀងពិបាកបន្តិចអញ្ចឹងយើងលុញវាពលាវាអញ្ចឹងណាពលាវាអញ្ចឹងហើយយើងយកខ្នងដៃរបស់យើងហ្នឹងហែកម្សៅហ្នឹងបន្ទាញឲ្យវាឡើងធំហើយបងអាចយកទៅដាក់ក្នុងថាសហើយបញែកវាអញ្ចឹងមកដើម្បីឲ្យម្សៅរបស់យើងរីកធំហើយវាស្ដើងល្មមមិនក្រាស់ពេកហើយក៏មិនស្ដើងពេកសម្រាប់បងដែលអត់សូវចេះបើសិនជាបងធ្វើដំបងអត់សូវចេះទេបងអាចធ្វើសាច់នំរៀងក្រាស់មិនបាច់លាតស្ដើងដូចខ្ញុំចេះពេកក៏បានដែរបងអញ្ចឹងយើងយកសមចាក់បែបហ្នឹងដើម្បីឲ្យវាមានប្រហោងពេលលាបគ្រឿងទៅចូលជាតិយើងយកវាទៅដុតនៅក្នុងឆ្នាំងដុតរបស់យើងរយៈពេល5នាទីឬក៏10នាទីទៅតាមជាក់ស្ដែងប៉ុន្តែយើងដុតមួយឆ្អិនសាច់ម្សៅអត់ក្រៀមទេណាអត់យកក្រៀមទេបងទាំង5នាទីដំបូងហ្នឹងគឺខ្ញុំដុតនៅក្នុងថាសបន្ទាប់មកគឺខ្ញុំដកចេញពីថាសខ្ញុំដុតធម្មតានៅក្នុងឆ្នាំងហ្នឹងរយៈពេល2នាទីថែមទៀតតាមប្រភេទឆ្នាំងដូចគ្នាឆ្នាំងខ្លះគឺដុតឆាប់ឆ្អិនឆ្នាំងខ្លះក៏វាដុតក្រឆ្អិនតាមហ្នឹងអញ្ចឹងណានិយាយទៅអត់កំណត់នាទីហ្មងឯបងជាក់ស្ដែងតាមម៉ាស៊ីនដុតនីមួយព្រោះឆ្នាំងដែលខ្ញុំដុតនេះវាមើលឃើញអញ្ចឹងខ្ញុំមើលរហូតអត់ក្រៀមមិនអត់ឲ្យម្សៅរបស់យើងក្រៀមទេនិយាយទៅដុតបានប្រហែលឆ្អិនសាច់ម្សៅដូចម្សៅគេធ្វើលក់បោះដុំអញ្ចឹងបងសាច់ម្សៅហ្នឹងគឺយើងអាចទុកក្នុងទូកករយៈពេល1អាទិត្យបានហើយបើអត់ទូកកទេអាច2ទៅ3ថ្ងៃបានត្រូវការញ៉ាំអីបងយកមកលាយគ្រឿងលាយអីដាក់ញ៉ាំអញ្ចឹងណាអញ្ចឹងដល់ពេលដែលយើងក្លាសេក្នុងទូសាច់ម្សៅហ្នឹងអាម្សៅដែលយើងបានដុតឆ្អិនហ្នឹងណាយើងក្លាសេក្នុងទូបងអាចច្រកថង់បិទឲ្យជិតហើយចាំយកទៅក្លាសេនិយាយទៅដូចយើងទិញសាច់ម្សៅគេយកមកធ្វើនំញ៉ាំខ្លួនឯងអញ្ចឹងបងហើយចំពោះអាប្រភេទនេះវិញគឺខ្ញុំដុតដោយអត់បាច់ចាំចំអិនម្សៅជាមុនខ្ញុំពលាសាច់ម្សៅហើយគឺខ្ញុំដាក់នឹងថាសដូចគ្នាប៉ុន្តែគឺខ្ញុំលាបគ្រឿងហ្មងគឺខ្ញុំអត់យកវាទៅដុតឲ្យឆ្អិនទេវិធីដែលដុតឲ្យឆ្អិនហ្នឹងគឺវិធីដែលបងចង់ទុកម្សៅហ្នឹងឲ្យបានយូរប៉ុន្តែបើធ្វើនេះវិញគឺខ្ញុំលាបសាច់ម្សៅហ្នឹងភ្លាមពងតុនហ្នឹងខ្ញុំលាបជាមួយនឹងគ្រឿងភ្លាមខ្ញុំយកទៅដុតភ្លាមញ៉ាំភ្លាមតែម្ដងអញ្ចឹងណាបើសិនជាបងចង់ធ្វើទុកធ្វើដូចខ្ញុំមុនហ្នឹងអញ្ចឹងអានេះគឺខ្ញុំធ្វើញ៉ាំភ្លាមគឺខ្ញុំលាបហើយដុតរៀបចំប្រហិតមានប្រហិតអីដាក់ប្រហិតហ្នឹងទៅហើយមានជីភីសាតិចតួចហ្នឹងហើយមានភីសាជីហ្នឹងខ្ញុំដាក់ទ្រាប់បាតដាក់ប្រហិតដាក់ពោតដាក់ម៉ាយ៉ូណេសដាក់ទឹកប៉េងប៉ោះដាក់អីដូចយើងឃើញគេដុតភីសាអញ្ចឹងបងហើយគ្រឿងទាំងអស់ហ្នឹងគឺអត់មានអីពិបាករកទិញទេតាមផ្សារឥឡូវគឺសម្បូរខ្លាំងមែនតើបើតាមអនឡាញអត់ចេះខ្វះទេបងគេលក់ពេញតែហ្នឹងឥឡូវហ្នឹងអត់ដូចពីមុនទេណាគឺសម្បូរបែបខ្លាំងហ្មងយើងលាយគ្រឿងបែបហ្នឹងហើយយើងធ្វើខ្លួនឯងអញ្ចឹងដុតដាក់ឈីសច្រើនទៀតគឺកាន់តែឆ្ងាញ់ម្សៅនេះបើសិនជាបងអត់តន់ចង់ពលាតវាធ្វើនំគឺយើងអាចទុកក្នុងទូទឹកកកបានរយៈពេល1ថ្ងៃដែរបើសិនជាយើងអត់តន់យកវាមកធ្វើមកចំបាច់ធ្វើជាសាច់ម្សៅនំណាយើងអាចទុកក្នុងទូទឹកកកបានមួយថ្ងៃអញ្ចឹងណាអញ្ចឹងយើងពលាដូចបងឃើញអញ្ចឹងពលាតាមខ្ញុំអញ្ចឹងមកហើយខ្ញុំលាតវាដាក់ក្នុងថាអញ្ចឹងហើយយើងលាបមួយគ្រឿងអញ្ចឹងណាហើយខ្ញុំធ្វើដុតនេះគឺខ្ញុំដុតដោយអត់ចំអិនម្សៅមុននេះដូចខ្ញុំនិយាយអញ្ចឹងខ្ញុំធ្វើញ៉ាំភ្លាមហ្មងតែបើសិនជាខ្ញុំចង់ធ្វើម្សៅនឹងទុកគឺខ្ញុំដុតវាឲ្យឆ្អិនហើយយើងទុកក្នុងទូទឹកកកច្រកឲ្យស្អាតអញ្ចឹងណាចឹងម្សៅនេះគឺយើងរៀបចឹងមកបងធានាថារបៀបលាយម្សៅភីសានេះគឺដូចហាងអញ្ចឹងបងខ្ញុំមើលគេដូចគ្នាខ្ញុំរៀនតាមគេដូចគ្នាអញ្ចឹងខ្ញុំរៀនចេះធ្វើកើតបានខ្ញុំយកមកបង្ហាញបងមិនមែនធ្វើហើយញ៉ាំមិនកើតធ្វើហើយទុកមិនបានយូរដូចអ្វីដែលខ្ញុំនិយាយណាគឺធ្វើហើយច្បាស់លាស់ថាវាកើតទៅខ្ញុំធ្វើវីដេអូនេះបង្ហាញបងទាំងអស់គ្នាចែករំលែកអំពីវិធីធ្វើនេះសម្រាប់បងដែលនៅតាមផ្ទះគិតថាចង់ធ្វើឲ្យកូនញ៉ាំចង់ធ្វើឲ្យគ្រួសារញ៉ាំអីគឺអាចធ្វើបានហើយនំនេះបើសិនជាបងអត់មានម៉ាស៊ីនដុតដូចខ្ញុំទេបងអាចដុតនៅក្នុងឆ្នាំងចាក់របស់យើងហើយយើងដាក់ចក្រានខ្ជុងណាយើងដុតវាបងដែរឃើញគេដុតនំបាបិនណាដុតនំបាបិនមិនដុតដូចតែគ្នាអញ្ចឹងបងយើងដុតខ្ជុងឲ្យឆេះហើយយើងដាក់នំរបស់យើងចូលក្នុងឆ្នាំងបន្ទាប់មកគឺយើងដកភ្លើងចេញយកភ្លើងទាំងអស់ហ្នឹងដាក់លើក្រោបឆ្នាំងអញ្ចឹងណាចឹងនំរបស់យើងគឺក្រៀមពីលើឆ្អិនពីលើដូចតែគ្នាទេហ្នឹងគឺសម្រាប់បងដែលគាត់អត់មានឆ្នាំងដុតអគ្គិសនីដូចខ្ញុំអញ្ចឹងណាចឹងបងដូចឃើញអញ្ចឹងយើងទៅរៀបវាឲ្យស្អាតដាក់ភីសាដាក់ជីដាក់អីចឹងមកបងលាយមកមានអីដាក់ហ្នឹងមកហើយបើមានបន្លែម្នាស់មួយទៀតភីសាម្នាស់គឺឆ្ងាញ់ខ្លាំងមែនតែប៉ុន្តែខ្ញុំថ្ងៃហ្នឹងគាត់មានម្នាស់ទេខ្ញុំដុតភីសារដងចេះតែនឹកឃើញម្នាស់តែអត់បានទិញបើបងដែលមានឡដុតនំវិញបងធ្វើម្សៅស្រស់ដូចខ្ញុំចេះហើយយកទៅដុតនៅក្នុងឡ
គឺស្រួយពីបាតក្រោមរហូតដល់លើហ្មងគឺវាឆ្ងាញ់ហ្មងម្សៅឲ្យយើងគឺស្រួយឆ្ងាញ់សាច់អត់រឹងទេនិយាយទៅគឺឆ្ងាញ់ជាងម្សៅគេធ្វើទុកអញ្ចឹងណាតែខ្ញុំអត់មានឡឯបងខ្ញុំមានត្រឹម microwave ដុតធម្មតាដូចគ្នាហើយបើគ្រឿងខ្ញុំដាក់វិញអត់ច្រើនទេនៅលើគ្រឿងនំហ្នឹងខ្ញុំប្រើតែទឹកប៉េងប៉ោះម៉ាយ៉េណេសហើយនឹងប៊ឺពងមាន់របស់យើងហ្នឹងទិញនឹងផ្សារស្រាប់បងអត់បាអីតែប៊ឺខ្ញុំវាយខ្លួនឯងខ្ញុំមានវីដេអូធ្វើប៊ឺពងមាន់ដូចគ្នាអាចទៅមើលបានណាចឹងរបៀបធ្វើប៊ឺពងមាន់ខ្ញុំក៏ខ្ញុំធ្លាប់បានផុសពី3ដងហើយដែរបងអាចចូលទៅក្នុង account ខ្ញុំហើយ scroll មើលទៅរបៀបធ្វើងាយទេអត់បាអីបងយើងធ្វើទុកពេលយើងចង់អាំងនំប៉័ងសាច់គោអាំងអីហ្នឹងឬក៏យើងធ្វើនំចេះអីក៏យើងអាចប្រើការបានហើយទុកបានយូរអត់ចេះខូចអត់ចេះអីតាណាទេអាប៊ឺពងមាន់ហ្នឹងស្រួលធ្វើទៀតចឹងយើងអាចធ្វើបានដោយខ្លួនឯងទុកធ្វើទុកញ៉ាំនៅផ្ទះចឹងណាចឹងនំបងដូចឃើញអញ្ចឹងពេលដែលខ្ញុំធ្វើហើយខ្ញុំដាក់ដុតណាគឺតំណងខ្លាំងហ្មងនិយាយទៅគឺតំណងហ្មងណាឆ្ងាញ់ទៀតរសជាតិគឺចូលជាតិគ្នាមែនតើខ្ញុំធ្វើរសជាតិអត់សូវដិតទេរសជាតិដែលខ្ញុំដាក់ហ្នឹងគឺល្មមចឹងបងដូចឃើញអញ្ចឹងគឺនំរបស់ខ្ញុំឆ្អិនល្អហើយសាច់នំគៀនហ្នឹងស្រួយហើយពីខាងក្នុងគឺទន់ល្មើយហ្មងមិនមែនដុតហើយនំរបស់យើងទុកចោលឲ្យត្រជាក់សាច់នំប៉័ងហ្នឹងរឹងឯណាគឺទន់ឆ្ងាញ់ហ្មងបងហើយវាចូលជាតិជាមួយនឹងឈីសដែលយើងបានដាក់ទៀតនិយាយទៅគឺជាតិហ្មងបងអាចសាកធ្វើបានខ្ញុំធានាហ្មងហើយបងដែលធ្លាប់សួររបៀបធ្វើម្សៅនំអីអាចចូលមើលវីដេអូនេះបានណាហើយកុំភ្លេចជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយហើយក៏អរគុណមែនតើសម្រាប់បងដែលតែងតែតាមដានវីដេអូរបស់ខ្ញុំតាំងពីខ្ញុំធ្វើវីដេអូមករហូតមកអញ្ចឹងណាអញ្ចឹងវីដេអូមួយគឺខ្ញុំសម្រាំងមែនតើជំរាំតែខ្ញុំធ្វើអាម្សៅនេះបានគឺខ្ញុំសាកចូល4ដងបងបាទខ្ញុំហ៊ានថតឲ្យបងឃើញថាខ្ញុំធ្វើកើតបងអាចធ្វើកើតដូចខ្ញុំដូចគ្នាចែករំលែកជូនហ្មងសម្រាប់វីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ហើយបើសិនជាពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយ Subscribe YouTube Channel យើងខ្ញុំម្នាក់មួយផងអរគុណច្រើនបងទាំងអស់គ្នាជម្រាបលាបាយបាយ